របៀបដាក់និមិត្តសញ្ញាហាមឃាត់បែបនេះនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងទី1យើងវាយ26 20កុដហើយ Alt X បាទទី2 1 Alpha 6 AD Alt X បាទទី3 1 Alpha 6 B ហើយនឹងលេខ3ហើយ Alt X ទី4 1 Alpha 4ហើយនឹង Alpha 5 Alt X បាទអញ្ចឹងនេះគឺជានិមិត្តសញ្ញាហាមឃាត់ដែលយើងប្រើ shortcut key ដើម្បីផ្លាស់ប្ដូរវាអញ្ចឹងបើយើងចង់បានជាភេទពណ៌ក្រហមពណ៌អីផ្សេងៗយើងអាចចូលមកកាន់ត្រង់កន្លែងអក្សរ A នេះមកឬក៏ font color នេះយើងផ្លាស់ប្ដូរ ពណ៌វាបាទហើយយើងត្រូវ size ទៅតាមចិត្តរបស់យើងចង់បានអញ្ចឹងនេះគឺជានិមិត្តសញ្ញាហាមឃាត់របស់យើងបាទសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page